ស្ដីប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់វិលជួបគ្នាជាមួយនឹងខ្ញុំបាទ MC កុសលធីបសាជាថ្មីជុំនេះការប្រកួតដ៏កក្រើកនៅក្នុងប្រព័ន្ធ UEFA Champions League ជើងទី1វគ្គពាក់កណ្ដាលប្រៃព្រាត់រវាងក្រុម Atletico Madrid មកពីលីកអេស្ប៉ាញត្រូវប៉ះជាមួយក្រុមកាំភ្លឹង Arsenal មកពីលីកកំពូលរបស់អង់គ្លេសដែលការប្រកួតនៅលីកកំពូលរបស់ Saudi Pro League បាទគឺក្រុម Atawan ទទួលក្រុម Etihad ក៏ពេលដែរក្រុម Al-Nassr ទទួលជើងខ្លាំង Al Ahlyតោះក៏មកថាពេលយូរទៅតាមដានការវិភាគជាមួយនឹង Admin តែម្ដងគូទី1ការប្រកួតរវាងក្រុម Atletico Madrid ប៉ះជាមួយនឹងក្រុមកាំភ្លើងធំ Arsenal វាជាការប្រកួតដ៏តានតឹងបំផុតរវាងក្រុមទាំងពីរនេះពួកគេសុទ្ធតែក្រុមខ្លាំងតាមមកនេះគឺក្រុម Atletico Madrid ទម្លាក់ក្រុមជើងខ្លាំង Barcelona ក៏ពេលដែរកាំភ្លើងធំ Arsenal ក៏ទម្លាក់ក្រុមជើងខ្លាំង Sporting Lisbon របស់ Portugal ក្រុមទាំងពីរគឺធ្លាប់ប៉ះគ្នារហូតដល់4លើកឯណោះក្រុម Atletico Madrid បានឈ្នះ1លើកស្មើ2នៅកម្មភ្លើងធំ Arsenal ឈ្នះ1លើកនេះជាចំនួនការប្រកួតលើកទី5ហើយដែលត្រូវប៉ះគ្នាសម្រាប់គូទី1នេះដែរបើតាមការវិភាគរបស់ Admin ក្រុមទាំងពីរនឹងពិបាកក្នុងការស៊ុបបញ្ចូលទីគ្នាណាក្រុម Arsenal ក៏មិនឲ្យងាយបញ្ចូលទីក្រុម Madrid ក៏មិនងាយក្នុងការស៊ុបបញ្ចូលទីពួកគេសុទ្ធតែមានខ្សែការពាររឹងមាំដូចគ្នាអញ្ចឹងជំរឿនទី1នេះបងប្អូនបានទៅក្រោម8គ្រាប់គឺជំរឿន under តែម្ដងចូលមកដល់គូទី2នៅការប្រកួតលីកកំពូលរបស់ Saudi Pro League បាទរវាងក្រុម Atawan ប៉ះជាមួយនឹងក្រុម Etihad ក្រុមទាំងពីរគឺធ្លាប់ប៉ះគ្នាហើយបាទ5ប្រកួតចុងក្រោយនេះគឺក្រុម Etihad បាទឈ្នះ3និងស្មើ2មិនដែលចាញ់ទៅលើទេការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះបាទ Atawan បាទគឺឈ្នះទៅលើក្រុម Anama បាទ2-1ប្រពេលបាទក្រុម Etihad បាទគឺចាញ់ទៅលើក្រុមបាទ Neom ST បាទ4-3ដល់គូទី2នេះដែរបើតាមការវិភាគរបស់ Admin បងប្អូនអាចបានទៅលើបាទក្រុម Etihad បាទជាប្រកបបំផុតសម្រាប់លទ្ធផល Admin គូទីក្រុមម្ចាស់ផ្ទះ Atawan 1 Etihad 3ចូលមកដល់គូទី3បាទគូបញ្ចប់ចុងក្រោយរវាងក្រុម Al-Nassr លើកកម្ពុជាតាំងបាទត្រូវប៉ះជាមួយក្រុមលេខ2គឺក្រុម Al Ahly យើងនឹងឲ្យបាទក្រុម Al-Nassr គឺជាខ្លាំងមួយនៅក្នុងលេខកម្ពុជារបស់អារ៉ាប់ជាប្រធានក្រុមដឹកនាំដោយកីឡាករ Cristiano Ronaldo ពួកគេកំពុងតែស្រែកឃ្លានបន្ទុកមែនទែនដើម្បីក្រងជើងឯកលេខកម្ពុជារបស់អារ៉ាប៊ីសាអូឌីតការចូលរួមជាមួយនឹង Al-Nassr របស់ Cristiano Ronaldo ក្រុមទាំងពីរដែលធ្លាប់ប៉ះគ្នាបាទគឺ5ប្រកួតចុងក្រោយនេះបាទក្រុម Al-Nassr បាទឈ្នះ2លើកស្មើ2និងចាញ់ទៅលើបាទក្រុម Al Ahly 1ប្រកួតការប្រកួតចុងក្រោយរបស់ក្រុម Al-Nassr បាទគឺបានមែនទែនបាទក្រុម Al-Nassr បាទគឺឈ្នះទៅលើបាទក្រុម Al Ahly បាទ5-1ឯណោះតែការប្រកួតចុងក្រោយរបស់ក្រុម Al Ahly បាទគឺស្មើជាមួយនឹងក្រុម Al-Fayha បាទ1-1សម្រាប់ការប្រកួតគូទី3នេះដែរបើតាមការវិភាគរបស់មានបាទក្រុម Al-Nassr នឹងមានភាគរយខ្ពស់ក្នុងការឈ្នះយុទ្ធនេះដោយលទ្ធផល Al-Nassr 2ក្រុម Al Ahly 1នេះគ្រាន់តែជាការវិភាគរបស់ Admin តែប៉ុណ្ណោះបងប្អូនយល់យ៉ាងណាកុំភ្លេចចុច like ចុច share comment វីដេអូនេះម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ